សួស្តីអ្នកទាំងអស់គ្នាយើងចូលប្រធានបទមួយទៀតហើយនិយាយអំពីចំណែកថ្នាក់រូបធាតុយើងមានប្រធានបទច្រើនគួរសមដែរដែលយើងត្រូវពិភាក្សាគ្នាទីមួយយើងនឹងមើលពីនិយមន័យរបស់ចំណែកថ្នាក់រូបធាតុយើងមើលអំពីលក្ខណៈរូបនៃរូបធាតុវាជាចំណុចគ្រឹះនៃការធ្វើចំណែកថ្នាក់រូបធាតុហ្នឹងហើយហើយបន្តមកយើងមើលជំហានតើមានប្រមាណជំហានដែលយើងអាចធ្វើចំណែកថ្នាក់រូបធាតុយើងមើលលក្ខខណ្ឌដែលយើងអាចធ្វើចំណែកថ្នាក់បានល្អហើយចុងក្រោយយើងមើលឧទាហរណ៍ខ្លះៗទាក់ទងនឹងការធ្វើចំណែកថ្នាក់នៅក្នុងជីវភាពរស់នៅរបស់យើងតោះចាប់ដើមនិយមន័យរបស់ចំណែកថ្នាក់រូបធាតុគឺងាយទេគឺជាការប្រមូលវត្ថុដាក់ជាក្រុមដោយផ្អែកលើលក្ខណៈដូចគ្នាអញ្ចឹងយើងឃើញថាពាក្យសំខាន់នៅក្នុងនេះគឺលក្ខណៈរបស់រូបធាតុនឹងឯងយើងស្គាល់លក្ខណៈរបស់វាគឺធ្វើចំណែកថ្នាក់នេះគឺងាយមែនទែនចំណែកថ្នាក់រូបធាតុមែនតើយើងបានរៀនខ្លះហើយយើងបានរៀនអំពីចំណែកថ្នាក់ដោយផ្អែកទៅលើភាពរូបគឺជាលក្ខណៈរូបរបស់រូបធាតុមួយដែរយើងបានពិភាក្សាគ្នាជា3ក្រុមណាតើតើនឹងភាពរូបហ្នឹងគឺយើងមានវត្ថុរឹងវត្ថុរាវហើយនិងឧស្ម័នវត្ថុរឹងគឺជាវត្ថុទាំងឡាយណាឬក៏រូបធាតុទាំងឡាយណាដែលមានរាងច្បាស់លាស់មានមាត្រច្បាស់លាស់ហើយមានដង់ស៊ីតេធំរីឯវត្ថុរាវវិញគឺវាមានរាងមិនច្បាស់លាស់ទេវាមានមាត្រច្បាស់លាស់ហើយមានដង់ស៊ីតេមធ្យមតែឡែកឧស្ម័នវិញគឺមានរាងមិនច្បាស់លាស់ដែរគឺមានរាងមិនកំណត់តែម្ដងវាមានលក្ខណៈសេរីមែនតើរីឯមាត្ររបស់វាគឺយើងអាចបង្រួមបានចំពោះឧស្ម័នហើយដង់ស៊ីតេរបស់វាគឺតូចវាតូចជាងគេបើយើងប្រៀបជាមួយនឹងវត្ថុរាវហើយនឹងវត្ថុរឹងហើយយើងក៏បានមើលដែរពីលក្ខណៈនៃសម្ភារៈវាក៏ជាលក្ខណៈនៃរូបធាតុដែលយើងអាចប្រើដើម្បីធ្វើចំណែកថ្នាក់រូបធាតុបានដែរនៅក្នុងនោះលោហៈមានលក្ខណៈ4គឺផ្លេកលោហៈមានលក្ខណៈអាចចម្លងចរន្តអគ្គិសនីនិងកម្ដៅបានល្អអាចផែបានហើយនឹងអាចហូតជាលោបានចំពោះផ្លាស្ទិកវាមានលក្ខណៈ4យ៉ាងដែរទី1គឺវាជាផលិតផលបានពីប្រេងកាតវាមានលក្ខណៈស្រាលវាគ្មានកំណត់ហើយមិនងាយពុកផុយទេមួយទៀតងាយធ្វើវត្ថុរាងផ្សេងរីឯសរសៃមានលក្ខណៈ2យ៉ាងអាចវិញឬត្បាញហើយនឹងអាចជ្រលក់ពណ៌បានកែវមានលក្ខណៈ3គឺថ្លាមិនចម្លងចរន្តអគ្គិសនីហើយវាស្រួយរីឯសេរ៉ាមិកគឺវាមានលក្ខណៈ3យ៉ាងគឺធ្វើពីដីឥដ្ឋមិនចម្លងចរន្តអគ្គិសនីរឹងមិនរងកំណត់ហើយចំណុចរលាយខ្ពស់យើងអាចទៅមើលវីដេអូមុនបានដើម្បីមើលថាតើលក្ខណៈមួយហ្នឹងមានអត្ថន័យលម្អិតហ្នឹងយ៉ាងម៉េចឥឡូវយើងទៅមើលលក្ខណៈបន្តទៀតបើសិនគេសួរថាតើលក្ខណៈរូបនៃរូបធាតុហ្នឹងគឺជាស្អីអញ្ចឹងយើងឆ្លើយមិនទៅនិយមន័យឲ្យចំវាហ្មងគឺมันមានទេប៉ុន្តែយើងអាចនិយាយជាទូទៅថាលក្ខណៈរូបនៃរូបធាតុគឺយើងសំដៅដល់ពាក្យទាំងឡាយណាដែលនិយាយអំពីពណ៌ពីរាងទំហំទម្ងន់ក្លិនរសជាតិនិងភាពរូបជាដើមយើងអាចរាប់តែប៉ុណ្្នឹងហើយដាក់លាក់ទៅព្រួយវាមានពាក្យច្រើនឬក៏គំនិតច្រើនដែលយើងប្រើដើម្បីវិពណ៌នាអីមួយណាពាក្យទាំងឡាយណាដែលយើងប្រើដើម្បីពណ៌នាអំពីអ្វីមួយហ្នឹងគឺយើងហៅថាជាលក្ខណៈរូបនៃរូបធាតុឬក៏នៃវត្ថុហ្នឹងហើយឥឡូវយើងមើលពាក្យមួយចំនួនទៀតដែលយើងអាចរាប់វាថាជាលក្ខណៈរូបនៃរូបធាតុដែរនៅក្នុងនេះយើងមានពាក្យចំនួន8ទៀតដែលយើងត្រូវស្គាល់ហើយមែនតើវាគឺជាពាក្យមួយចំនួនយើងបានឮរួចមកហើយណារបាំងនេះគឺពាក្យថ្មីហើយរបាំងគឺសំដៅទៅលើភាពធន់របស់វត្ថុទល់នឹងចម្ផូតបានន័យថានិយាយអំពីភាពរឹងមាំរបស់វាហើយរូបធាតុដែលរឹងជាងគេនៅក្នុងពិភពលោកយើងនេះគឺពេជ្រមានលក្ខណៈរឹងជាងគេវាមានរបាំងខ្ពស់ទី2ភាពយឺតគឺជាសមត្ថភាពដែលវត្ថុមួយអាចត្រឡប់មកភាពដើមវិញក្រោយពីយើងពុតឬក៏ទាញវាឧទាហរណ៍ដូចកស៊ូដូចពេទ្យប៉ោងភាសាអង់គ្លេសគេហៅពេទ្យប៉ោងហើយបើភាសាក្នុងសៀវភៅគឺយើងហៅប៉ោងទី3នោះគឺភាពផែនេះគឺជាលក្ខណៈរបស់លោហៈមែនទេហ្នឹងហើយគឺជាសមត្ថភាពដែលវាអាចដូររាងទៅជារាងផ្សេងបានដោយមិនបាក់បែកណាហ្នឹងគឺជាភាពផែបានន័យថាយើងឧទាហរណ៍យើងបាននិយាយគ្នាទាក់ទងនឹងគ្រឿងអលង្ការណាយើងអាចឲ្យជាងតងគាត់ដំវាទៅជារាងផ្សេងបានគេអាចឆ្នៃទៅជាជៀនរូបនាគជៀនរូបពស់ឬជៀនរូបឆ្មាយគឺតាមតែការកំងរបស់យើង
មួយទៀតវាជាលក្ខណៈរបស់លោហៈដែរកន្លែងនេះគឺភាពហូតជាលួសសំដៅលើសមត្ថភាពដែលវត្ថុមួយអាចហូតជាលួសឬក៏ជាសរសៃបានហើយបន្ទាប់នេះក៏ជាលក្ខណៈរបស់វត្ថុដែលធ្វើពីលោហៈដែរវាគឺជាសមត្ថភាពដែលវត្ថុមួយអាចឲ្យចរន្តអគ្គិសនីឆ្លងកាត់បានយើងហៅថាភាពចម្លងអគ្គិសនីឬក៏ភាពចម្លងចរន្តអគ្គិសនីនៅមាន3ទៀតដែលយើងត្រូវដឹងអំពីនិយមន័យរបស់វាមួយទៀតគឺភាពចម្លងកម្ដៅវាសំដៅទៅលើសមត្ថភាពដែលវត្ថុអាចឲ្យកម្ដៅឆ្លងកាត់វាបានហើយរីឯចំណុចរលាយគឺជាសីតុណ្ហភាពដែលវត្ថុបដូរភាពរូបពីរឹងទៅរាវអានេះគឺវត្ថុរឹងណាវត្ថុរឹងគឺនៅពេលដែលវារលាយវានៅសីតុណ្ហភាពកំណត់មួយដែលវារលាយខ្លាយជាវត្ថុរាវឧទាហរណ៍ដូចទឹកកកវារលាយនៅសីតុណ្ហភាព0អង្សាជាដើមអាហ្នឹងហើយគឺ0អង្សាហ្នឹងគឺជាចំណុចរលាយរបស់វាគឺវាផ្លាស់ប្ដូរពីទឹកកកទៅជាទឹករាវធម្មតារីឯដង់ស៊ីតេវាគឺជាផលធៀបរវាងម៉ាស់ហើយនឹងមាត្ររបស់វត្ថុមួយគឺយើងអាចសរសេរវាជារូបមន្តបានតាមរយៈនិយមន័យនេះគឺដង់ស៊ីតេស្មើនឹងម៉ាស់ចែកមាត្រឬក៏យើងតាំងវាជាអក្សរឡាតាំងគឺ D ស្មើ M ចែក V យើងនឹងជជែកគ្នានៅវីដេអូក្រោយទាក់ទងនឹងអិតលើដង់ស៊ីតេនេះទាក់ទងនឹងຂະຫນាតទាក់ទងអីយើងមានឧទាហរណ៍ក្នុងការគណនាតែឥឡូវយើងស្គាល់ប៉ុណ្ណឹងសិនដង់ស៊ីតេគឺជាផលធៀបរវាងម៉ាស់ហើយនឹងមាត្ររបស់វត្ថុមួយឥឡូវយើងបានស្គាល់អំពីលក្ខណៈទាំងអស់ហើយលក្ខណៈទាំងអស់ហ្នឹងគឺយើងចាំបាច់មែនទែនក្នុងការប្រើដើម្បីធ្វើចំណែកថ្នាក់រូបធាតុឥឡូវយើងទៅមើលថាតើមានប្រមាណជំហានដែលយើងអាចធ្វើដើម្បីធ្វើចំណែកថ្នាក់រូបធាតុមែនតើអានេះវាអាចថាយើងមិនបាច់ទិញអញ្ចឹងបានទេយើងនឹងដឹងវាដោយអូតូម៉ាទិកឯងជំហានទី1គឺយើងត្រូវពិនិត្យមើលលក្ខណៈរបស់វត្ថុយើងរកមើលថាអាណាខ្លះវាដូចគ្នាអាណាខ្លះវាខុសគ្នាអញ្ចឹងទៅជំហានទី2គឺយើងដាក់វត្ថុណាដែលមានលក្ខណៈដូចគ្នាក្នុងក្រុមតែមួយយើងដូចគ្នាយើងដាក់មួយក្រុមអាចផ្អែកទៅលើពណ៌អាចផ្អែកទៅលើភាពរូបអាចផ្អែកទៅលើលក្ខណៈដែលយើងបានជជែកគ្នាខាងដើមហ្នឹងហើយជំហានទី3គឺយើងដាក់ឈ្មោះវាអានេះក្រុមពណ៌សនេះក្រុមពណ៌ខ្មៅនេះក្រុមពណ៌ក្រហមអានោះវត្ថុរឹងវត្ថុរាវហើយនឹងរូបស្មានជាដើមបាទអញ្ចឹងមាន3ជំហានហ្នឹងហើយដើម្បីអាចធ្វើចំណែកថ្នាក់ហើយអាចធ្វើបាន3ជំហានហ្នឹងគឺយើងត្រូវការសមត្ថភាព2យ៉ាងសមត្ថភាពទី1គឺយើងត្រូវមានសមត្ថភាពសង្កេតអញ្ចឹងមែនតើត្រូវចក្ខុវិស័យរបស់យើងហ្នឹងគឺឲ្យល្អយើងមានសមត្ថភាពសង្កេតយើងពិនិត្យបានគ្រប់ជ្រុងគ្រប់ជ្រោយណាកុំឲ្យយើងមើលលក្ខណៈវាទៅច្រឡោះប្រហោងហើយសមត្ថភាពទី2គឺស្គាល់លក្ខណៈរូបរបស់រូបធាតុចឹងមកដល់ពេលនេះគឺយើងបានស្គាល់អំពីនិយមន័យយើងបានស្គាល់អំពីលក្ខណៈរូបទាំងឡាយណាដែលយើងបានយើងត្រូវប្រើដើម្បីធ្វើចំណែកថ្នាក់រូបធាតុយើងដឹងអំពីជំហាននៃការធ្វើចំណែកថ្នាក់រូបធាតុយើងដឹងអំពីលក្ខខណ្ឌដែលយើងត្រូវមានដើម្បីធ្វើចំណែកថ្នាក់បានល្អឥឡូវយើងក៏លេចទៅមើលថាតើយើងអាចប្រើវានៅក្នុងជីវភាពរស់នៅរបស់យើងនឹងស្អីគេខ្លះមែនតើគ្រប់គ្នាទាំងអស់គឺត្រូវការធ្វើចំណែកថ្នាក់នេះមែនតើខ្ញុំឧទាហរណ៍ត្រួសដូចជាទី1នៅក្នុងបណ្ណាល័យនៅក្នុងបណ្ណាល័យគេត្រូវការធ្វើចំណែកថ្នាក់សិភៅចំណែកថ្នាក់សិភៅគេអាចធ្វើចំណែកថ្នាក់ដោយផ្អែកទៅលើមុខវិជ្ជាដូចជានេះគឺមានមុខវិជ្ជាភាសាមានមុខវិជ្ជាវិទ្យាសាស្ត្រអីចឹងទៅហើយយើងអាចធ្វើចំណែកថ្នាក់តាមកម្រិតថ្នាក់ឧទាហរណ៍ដូចនៅបណ្ណាល័យសាលារបស់យើងគាត់ធ្វើចំណែកថ្នាក់តាមថ្នាក់ទី7ទី8ទី9ដល់ទី12អញ្ចឹងទៅហើយនៅក្នុងកម្រិតថ្នាក់ហ្នឹងគាត់ធ្វើចំណែកថ្នាក់ទៅតាមមុខវិជ្ជាទៀតគណិតរូបគីមីអង់គ្លេសអីចឹងទៅឧទាហរណ៍ទី2គឺតកតនឹងតូបលក់ផ្លែឈើយើងមើលតូបលក់ផ្លែឈើមួយនេះគឺគាត់បានរៀបចំល្អមែនទែនគាត់បានធ្វើចំណែកថ្នាក់ទៅលើផ្លែឈើរបស់គាត់ដាក់ទៅតាមប្រភេទចេកតាមចេកប៉មតាមប៉មក្រូចតាមក្រូចត្រពាំងបាយជូរតាមត្រពាំងបាយជូរគាត់បែងចែកទៀតពណ៌ខៀវពណ៌ឈាមជ្រូកអីគឺគាត់បែងចែកគ្នាបានស្អាតមែនទែនអញ្ចឹងងាយស្រួលដល់គាត់ពេលដែលគាត់លក់ណាហើយភ្ញៀវក៏គាត់ងាយស្រួលដែរពេលគាត់ចង់យកចេកទៅមកកន្លែងចេកអញ្ចឹងទៅណាចង់បានចេកពណ៌លឿងនៅម្ដុំចេកពណ៌លឿងចេកពណ៌
bài toán nếu mà đom chích có bài toán người xưa mình thế thì họ thì bay cứ klang tụm nính mình còn không khác klang tụm nính cái rọp mơn một hết chẳngត្រូវការធ្វើចំណាយថ្នាក់ត្រូវការដាក់វាទៅតាមក្រុមមួយបានល្អតាមធ្នើរបស់វាបានល្អបើសិនជាយើងអត់ដាក់វាបានមានរបៀបរៀបរយទេនៅពេលដែលយើងចង់លក់វាគឺពិបាកមែនតើទំនិញរាប់ម៉ឺនមុខអីអញ្ចឹងទៅដូច Lucky អីគឺទំនិញវារាប់ម៉ឺនមុខអញ្ចឹងតើតើនឹងការគ្រប់គ្រង stock តើតើនឹងការគ្រប់គ្រងទំនិញហ្នឹងនៅពេលដែលយើងចង់បញ្ចេញវាឬក៏ចង់ទិញវាថែមគឺយើងដឹងថាតើទំនិញហ្នឹងនៅសល់ប្រមាណនៃប្រមាណនៅកន្លែងណាអញ្ចឹងទៅអញ្ចឹងយើងតម្រូវឲ្យមានការធ្វើចំណែកថ្នាក់ហើយតើតើនឹងឃ្លាំងទំនិញអីគេមានដល់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីជួយគ្រប់គ្រងវាទៀតបាទអញ្ចឹងយើងជជែកគ្នាត្រឹមហ្នឹងតើតើនឹងការធ្វើចំណែកថ្នាក់នៃរូបធាតុរូបធាតុខ្ញុំប្រើពាក្យរូបធាតុប៉ុន្តែមែនតើគឺសំដៅទៅលើអ្វីៗទាំងអស់ហ្នឹងណាដូចយើងបានដឹងពីនិយមនៃវាខាងដើមអញ្ចឹងរូបធាតុគឺសឹងតែជាអ្វីទាំងអស់ដែលនៅជុំខ្លួនយើងហ្នឹងហើយឲ្យតែមានម៉ាស់ហើយនឹងមៀតណាហើយនៅមេរៀនក្រោយយើងដូចខ្ញុំនិយាយនៅក្នុងមេរៀនអញ្ចឹងគឺយើងនឹងនិយាយគ្នាអំពី density យើងនិយាយអំពីຂະຫນາດរបស់វាហើយនិយាយអំពីឧទាហរណ៍មួយចំនួនក្នុងការកណនារក density បាទជួបគ្នានៅមេរៀនក្រោយអរគុណ